ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាស្ថានភាពនៅតំបន់ព្រំដែនកម្ពុជាថៃកាន់តែឡើងកម្ដៅខ្លាំងមែនទែនមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃទើបតែបានបញ្ចេញឯកសារ Q&A សំណួរនិងចម្លើយមួយបញ្ជាក់ពីជំហរដាច់ខាតរបស់ពួកគេតើថៃចង់បានអ្វីខ្លះពីកម្ពុជាហើយហេតុអ្វីបានជាគេព្យាយាមវាយគៀបយើងឲ្យចរចាតែពីប្រទេសមិនចង់ឲ្យអង្គការសហប្រជាជាតិចូលដឹងឮថ្ងៃនេះខ្ញុំនឹងបកស្រាយលម្អិតជូនបងប្អូនភាពតានតឹងនឹងតំបន់ព្រំដែនកម្ពុជាថៃកំពុងតែវាយកម្ពុជាដើម្បីចរចាទ្វេភាគីបាទមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃទើបតែបញ្ចេញឯកសារ Q&A មួយបញ្ជាក់ពីជំហរដាច់ខាតរបស់ពួកគេតើថៃចង់បានអ្វីខ្លះពីកម្ពុជាហើយហេតុអ្វីបានជាស្ថានភាពនេះនៅតែបន្តតានតឹងនេះគឺជាដំណឹងនឹងរៀបរាប់ទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថាតើថៃមានលក្ខខណ្ឌអ្វីខ្លះនៅក្នុង Q&A ដែលបង្ហោះផ្សាយនោះខ្ញុំសូមយកមកបកប្រែពាក់ព័ន្ធទៅនឹងរឿងនេះបាទថ្ងៃទី22ខែធ្នូ2025ពាក់ព័ន្ធទៅនឹងស្ថានភាពកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលប្រជុំនាពេលខាងមុខនេះនឹងមានកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននេះឯងបាទយើងត្រូវតាមដានថាតើថៃនឹងពន្យល់យ៉ាងណាចំពោះមុខសមាជិកអាស៊ានដទៃផ្សេងទៀតហើយចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺថៃមិនចង់ឲ្យមានភាគីទី3ដូចជាអង្គការសហប្រជាជាតិចូលមកពាក់ព័ន្ធនោះឡើយគេចង់ដោះស្រាយតែពីប្រទេសប៉ុណ្ណោះតើយុទ្ធសាស្ត្រនេះនឹងផ្ដល់ផលចំណេញដល់កម្ពុជាដែរឬទេចូលមកដល់វគ្គនេះបាទថៃកំពុងតែវាយគៀបកម្ពុជាហើយខ្ញុំយល់បែបចុងបាទវាយគៀបកម្ពុជាដើម្បីចរចាទ្វេភាគីប្រិយមិត្តពុកម៉ែបងប្អូនខ្ញុំសូមពន្យល់ពីខ្លឹមសារសំខាន់នៃឯកសារសំណួរនិងចម្លើយ Q&A ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានរួមស្ដីអំពីបញ្ហាស្ថានភាពព្រំដែនកម្ពុជាថៃកាលពីថ្ងៃទី19ខែធ្នូ2015នោះជំហររបស់ភាគីថៃចំពោះស្ថានភាពបច្ចុប្បន្នថៃបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ដោយដាក់លក្ខខណ្ឌ3ចំណុចដើម្បីឲ្យស្ថានភាពវិលមករកភាពប្រក្រតីទី1កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈមុនគេបាទថៃគឺដាក់លក្ខខណ្ឌទី1បាទប្រិយមិត្តពុកម៉ែបងប្អូនទស្សនាលក្ខខណ្ឌទី1នេះឲ្យកម្ពុជារបស់យើងប្រកាសបទឈប់បាញ់មុនទៅបាទថាតើគួរឬក៏មិនគួរដែលខ្ញុំធ្លាប់លើកឡើងកាលពីវីដេអូមុនណាថៃបានចោទប្រកាន់ថាកម្ពុជាគឺជាភាគីដែលផ្ដាំការវាយប្រហារមុនបាទវាវាយយើងហើយវាចោទយើងថាយើងវាយប្រហារវាមុនទៀតយីអាសៀមបាទអានេះគឺលក្ខខណ្ឌទី1ហើយលក្ខខណ្ឌទី2បទឈប់បាញ់ត្រូវតែពិតប្រាកដនឹងយូរអង្វែងមិនមែនគ្រាន់តែជាការផ្អាកបណ្ដោះអាសន្ននោះទេបាទបទឈប់បាញ់ត្រូវតែពិតប្រាកដនឹងយូរអង្វែងហើយទី3នោះគឺកិច្ចសហប្រតិបត្តិការបោះសម្អាតមីនកម្ពុជាត្រូវតែសហការជាមួយថៃនៅក្នុងការបោះសម្អាតមីននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបាទអានេះគឺជារឿងមែនបាទថៃបានបញ្ជាក់បាទសៀមបានបញ្ជាក់ថារហូតមកដល់ពេលនេះលក្ខខណ្ឌទាំងនេះមិនទាន់ត្រូវបានបំពេញនៅឡើយទេបាទចំណុចទី2នោះប្រិយមិត្តបាទការដឹកនាំសកម្មភាពរបស់ថៃអះអាងថារាល់សកម្មភាពរបស់ខ្លួនធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនបាទការពារចូលជ្រៅជម្រៅទៅដល់ជិត 80 គីឡូម៉ែត្រឯណោះបាទថៃឯងនិយាយឲ្យតែបានចំពោះពាក្យសម្ដីទាំងអស់នេះបាទការពារផលប្រយោជន៍ជាតិអធិបតេយ្យនិងបូរណភាពទឹកដីនិយាយគ្រាន់តែទ្រឹស្ដីតែប៉ុណ្ណោះអានឹងគឺផ្ដាំទៅថៃវិញបាទហើយវានិយាយទៀតថាធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនថៃឥឡូវថៃឯងកំពុងតែបំផ្លាញប្រជាពលរដ្ឋខ្មែរនៅថ្មដាខ្ទេចបាទខ្ទេចមាត់អស់ហើយសាលារៀនមន្ទីរពេទ្យបាទវត្តអារាមផ្ទះសម្បែងប្រជាពលរដ្ឋនៅថ្មដាពួកចៅថៃចៅចូលផ្ទះរបស់ប្រជាពលរដ្ឋខ្មែរបាទឃើញទេរូបភាពវីដេអូមានជាផុសតាងបាទចៅចូលផ្ទះប្រជាពលរដ្ឋបាទគឺពួកទាហានថៃចូលផ្ទះសម្បែងដែលគាត់បានដាក់កាមេរ៉ាសុវត្ថិភាពបាទរឿងមួយទៀតនោះគឺអនុវត្តតាមច្បាប់អន្តរជាតិប្រកបដោយតម្លាភាពនិងភាពត្រឹមត្រូវបាទពាក់ព័ន្ធទៅនឹងច្បាប់អន្តរជាតិនេះបើថៃឯងចង់បានតម្លាភាពត្រឹមត្រូវគួរតែទៅ ICJ ទៅបាទអានេះគឺល្អបំផុតសម្រាប់អន្តរជាតិច្បាប់អន្តរជាតិបាទអញ្ចឹងបានថាថៃនិយាយឲ្យតែបានទេនិយាយឲ្យតែលយទេក៏ប៉ុន្តែសៀមមិនហ៊ានបាទថៃអត់ហ៊ានទៅតុលាការ ICJ ទេបាទរឿងទី3ការដោះស្រាយតាមរយៈភាគីទី3និងអាស៊ានថាតើថៃនិយាយយ៉ាងម៉េចថៃដឹងអំពីការព្រួយបារម្ភរបស់អាស៊ាននិងសហគមន៍អន្តរជាតិរដ្ឋមន្ត្រីការបរទេសថៃបាទលោកស៊ីហាសាក់
នឹងចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននាថ្ងៃទី22ខែធ្នូ2025ដើម្បីពន្យល់ពីជំហររបស់ខ្លួនទោះជាយ៉ាងណាថៃនៅតែប្រកាន់ជំហរថាបញ្ហានេះជាចំនួនរវាងប្រទេសទាំងពីរគឺចង់សម្ដីទៅលើថៃនិងកម្ពុជាហើយមានតែការចរចាត្រង់រវាងកម្ពុជានិងថៃប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាបានយូរអង្វែងចុះប្រិមិត្តពុកម៉ែបងប្អូនទាំងនោះគ្នាបន្ទាប់ពីស្ដាប់ឃ្លានេះមានយោបល់យ៉ាងណាដែរថៃវាលើកឡើងថាអត់ចង់ឲ្យភាគីទី3ចូលរួមដោះស្រាយជម្លោះនៃប្រទេសទាំងពីរនោះទេបាទវាថាចង់ឲ្យតែកម្ពុជាថៃដោះស្រាយបានហើយកុំឲ្យភាគីទី3អន្តរជាតិនានាដឹងឮចំពោះរឿងនេះហ៎អានេះគឺល្បិចថៃទេបាទល្បិចវាយកម្ពុជាគៀបកម្ពុជារឿងហ្នឹងបាទហើយគោលដៅចុងក្រោយនោះគោលដៅរបស់ថៃបាទគឺការស្ដារស្ថិរភាពនិងបង្កើតសន្តិភាពដែលមិនមានការគំរាមកំហែងនៅថ្ងៃក្រោយបាទពួកគេបានសង្កត់ធ្ងន់លើពាក្យស្លោកថាសន្តិភាពត្រូវតែចាប់ផ្ដើមចេញពីការពិតបាទមានន័យថាម៉េចសន្តិភាពត្រូវតែចាប់ផ្ដើមចេញពីការពិតបាទការពិតរបស់ថៃឯងណាចាំខ្ញុំប្រាប់ថៃឯងចង់បានដីកម្ពុជាបាទនៅតាមបណ្ដោយព្រំដែនប្រាសាទនានាចង់បានណាក៏ប៉ុន្តែយកវាមិនបានបាទដល់ពេលកម្ពុជាប្តឹងថៃឯងទៅកាន់តុលាការ ICJ ថៃឯងចាប់ផ្ដើមវាយកម្ពុជាគៀបសង្កត់កម្ពុជាដើម្បីចរចាទ្វេភាគីបាទនេះគឺរឿងហ្នឹងបាទល្បិចកិច្ចកលរបស់ថៃបាទថៃឯងចិត្តខ្លាំងពាក់ព័ន្ធរឿងហ្នឹងមិនបានកិច្ចចេញពីតុលាការអន្តរជាតិបាទតុលាការ ICJ បើខ្លាំងបើចិត្តសឿងកើតមកជាកូនប្រុសបាទច្បាំងមួយទល់នឹងមួយទៅកំវាយឆ្មោក F16 ឬក៏អាវុធធុនធ្ងន់ដទៃផ្សេងទៀតចិត្តសឿងជាមួយកងទ័ពកម្ពុជាមួយស្មើទាហានបើថ្មជើងវាយគ្នាបាទហ្នឹងគឺចិត្តសឿងហើយបើខ្លាំងទៅកាន់តុលាការ ICJ ទៅកុំនិយាយតែមាត់បាទអួតតែមាត់ក្តែងថាខ្លួនឯងហ្នឹងគោរពច្បាប់អន្តរជាតិស្អីនោះជារួមឯកសារនេះគឺជាការបង្ហាញអំពីជំហររបស់ភាគីថៃដែលព្យាយាមប្រាប់ទៅកាន់សហគមន៍អន្តរជាតិថាខ្លួនជាអ្នករងគ្រោះនិងចង់បានសន្តិភាពប៉ុន្តែសន្តិភាពនោះត្រូវតែធ្វើឡើងតាមលក្ខខណ្ឌដែលខ្លួនចង់បាននេះគឺល្បិចកិច្ចកលរបស់ថៃបាទសន្តិភាពបើសិនជាអាមេរិកចិន UN អាស៊ានសម្របសម្រួលគឺគេអត់ចង់បាននោះទេសន្តិភាពគេចង់បានលុះត្រាតែថៃគិតថាវាសមទៅនឹងទឹកចិត្តព្រះទ័យរបស់ព្រះអង្គបាទគឺព្រះអង្គថៃនឹងហើយគ្មាននរណាព្រានបដៅព្រះអង្គបានឡើយបាទផ្កើនដល់អាមេរិកផ្កើនដល់ចិនបាទថ្ងៃនេះយន្តហោះចម្បាំង F16 បោះពួយវាយប្រហារដាក់កម្ពុជានៅថ្មដាបាទសាលារៀនផ្ទះសម្បែងខ្ទេចខ្ទីអស់នៅតំបន់ថ្មដានោះហើយពេលនេះស្មានេះមិនដឹងថាកម្ពុជារបស់យើងសងសឹកបានសម្រេចឬក៏យ៉ាងណានោះទេឃើញទាហានថៃអើតក្បាលលឹមនៅមុខផ្ទះប្រជាពលរដ្ឋខ្មែរនោះថាតើយើងដាក់អន្ទាក់ដាក់អង្គប់ឬក៏យ៉ាងណាចាំស្រោត BM21 ឬក៏បញ្ជូនតបទៅកំតិចបាទពួកតបសៀមឬក៏ប្រើឃ្មុំតិចនោះបាទអានេះគឺអត់ដឹងទេក៏ប៉ុន្តែដូចជាបាទមានដំណឹងលហៀងថាកំពុងតែបាទคล้ายទៅជាជីហើយពេលនេះបន្តអត់ទាន់ច្បាស់ទេចាំមើលសិនប្រិយបុត្របាទគ្រាន់តែដឹងថាល្ងាចមិញឃើញរូបភាពវីដេអូទាហានថៃចូលមកលើទឹកដីកម្ពុជានៅថ្មដាដឹងថាជាអន្ទាក់ឬក៏យ៉ាងណាទេចាំមើលសិនណាហើយថ្ងៃនេះក៏មានតំណាងពិសេសរបស់ចិនមកបន្ធូរបន្ថយកម្ដៅស្ថានភាពកម្ពុជាថៃផងដែរបាទប្រជុំជាមួយថ្នាក់ដឹកនាំរបស់កម្ពុជាឯកឧត្តមប្រាក់សុខុនសម្រាប់ធិបតីបាទឯកឧត្តមទាសីហាជាដើមជួបជាមួយតំណាងពិសេសរបស់ចិនយើងនឹងចាំមើលអំពីស្ថានភាពកិច្ចប្រជុំនាពេលខាងមុខនេះថាតើចិនអាចជួយបន្ធូរបន្ថយស្ថានភាពនៅតាមបណ្ដោយព្រំដែនបានដែរឬអត់បាទប្រិយមិត្តពុកម៉ែបងប្អូនចំពោះតំណាងពិសេសរបស់ចិននៅបន្ទាប់ពីលោកម៉ាកូរូប៊ីយូនិយាយបាទ call ទូរស័ព្ទបន្ធូរបន្ថយស្ថានភាពដែលថៃកាន់តែផ្កើនដាក់សហរដ្ឋអាមេរិកប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារគ្រប់ទីកន្លែងថែមទាំងបានបាញ់ផ្លោងពីនាវាចម្បាំងទៅខេត្តកោះកុងបាទថែមទៀតផងធ្វើឲ្យប្រជាពលរដ្ឋតាមទីតាំងមួយចំនួនត្រូវតែភៀសខ្លួនដើម្បីស្វែងរកទីសុវត្ថិភាពហើយសំណួរសួរថាប្រិយមិត្តយើងបាទស៊ូមចាំស្ដាប់ហេតុអ្វីបានជាថៃប្រកាសជំហរទ្វេភាគីមូលហេតុពីខាងថៃឯណោះបាទក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចនិងកម្លាំងយោធាធំជាងថៃមានឥទ្ធិពលខ្លាំងជាងក្នុងការចរចាទល់មុខគ្នាបាទមួយទល់នឹងមួយការចរចាទ្វេភាគីអនុញ្ញាតឲ្យគេប្រើឥទ្ធិពលរបស់គេបានពេញលេញនេះគឺ
រឿងថៃចឹងបានថៃអកចង់ឲ្យភាគីទី3ឬក៏ពហុនិយមចូលរួមដោះស្រាយចំនួនព្រំដែនកម្ពុជាថៃនោះទេក៏ប៉ុន្តែខ្ញុំសូមឲ្យកម្ពុជាប្រកាន់ចំហឲ្យរឹងមាំឲ្យដេចណាត់នៅក្នុងការចរចាពហុនិយមទៅបាទគ្រប់គ្រង 100% ពហុនិយមទៅកុំឲ្យសោះទ្វេភាគីជាមួយថៃដល់បាទអាហ្នឹងគឺចំពោះខ្ញុំណាយើងគ្រប់គ្រងរដ្ឋាភិបាលឲ្យមានពហុនិយមឲ្យមាន UN អាមេរិកនិងចិនបាទអង់គ្លេសរុស្ស៊ីឬក៏បណ្ដាប្រទេសទាំងអស់នៅអឺរ៉ុបគេដឹងឮចំនួនព្រំដែនកម្ពុជាថៃបាទដើម្បីឲ្យដាក់សម្ពាធលើប្រទេសថៃតិចមើងនៅពេលដែលមានភាគីទី3ដូចជាអង្គការសហប្រជាជាតិ UN ឬតុលាការអន្តរជាតិ ICJ ចូលមកហើយគេនឹងប្រើប្រាស់ច្បាប់និងផែនទីខ្នាត1លើ2លើពូនជាមូលដ្ឋានថៃជារឿយៗតែងតែចាញ់លើទស្សនវិជ្ជាច្បាប់និងផែនទីប្រវត្តិសាស្ត្រទាំងនោះដោយការពីករណីប្រាសាទព្រះវិហារជាដើមបើលោកកំពុងតែតុងតាំងនៅមុខប្រាសាទព្រះវិហារណាបាទព្រីវិតពុកម៉ែបងប្អូនវាខឹងយើងណាស់បាទវាខឹងចាញ់ក្តីយើងតាំងពីឆ្នាំ1962ម្ដងនិង2013ម្ដងទៀតដែលមានការបញ្ជាក់ច្បាស់ពី ICJ ថាតំបន់ទាំងនោះគឺជាដីរបស់ខ្មែរទេចោលសៀមទាំងឡាយចាក់ចេញនៅឆ្ងាយពីទឹកដីខ្មែរដល់ទៅពេលអញ្ចឹងវាខឹងបាទវាខឹងថៃចង់បង្ហាញថាខ្លួនគឺជាបងធំក្នុងតំបន់ដែលអាចដោះស្រាយបញ្ហាជាមួយអ្នកជិតខាងបានដោយមិនចាំបាច់ឲ្យមហាអំណាចខាងក្រៅមកបង្កប់បញ្ជានោះទេបាទថៃគឺចង់និយាយបែបចឹងតែយុទ្ធសាស្ត្រនេះផ្ដល់ផលចំណេញដល់កម្ពុជាដែរឬទេនេះគឺជាសំណួរមួយបាទចម្លើយគឺចំណេញតិចតែប្រឈមហានិភ័យខ្ពស់បាទចំពោះហានិភ័យវិញប្រិមត្តពុកម៉ែបងប្អូនការគៀបសង្កត់ផ្នែកយោធាបើដោះស្រាយតែ2នាក់បាទតែ2ប្រទេសហើយការចរចាមន្ត្រីគ្នាថៃអាចនឹងប្រើកម្លាំងបាយនៅតាមព្រំដែនដើម្បីដាក់សម្ពាធបើគ្មានផ្នែកពីអន្តរជាតិមើលឃើញទេកម្ពុជាអាចនឹងពិបាកក្នុងការទាមទាររកយុត្តិធម៌លើឆាកអន្តរជាតិអានេះគឺហានិភ័យបើសិនទីចរចាតែ2នាក់ណាភាពមិនច្បាស់លាស់នៃសច្ចភាពបាទដោយក្នុងឯកសារដែលបានលើកឡើងពីខាងដើមនេះប្រិមិត្តបាទថៃប្រើពាក្យថាការពិតរបស់ថៃនិងការពិតរបស់កម្ពុជាអាចខុសគ្នាបើគ្មានអាជ្ញាកណ្ដាលគឺអ្នកខ្លាំងជាអ្នកកំណត់ការពិតអានេះគឺរឿងណាបាទបើគ្មានអាជ្ញាកណ្ដាលទេគឺអ្នកខ្លាំងគឺជាអ្នកកំណត់នៃការពិតដែលថៃតែបានលើកឡើងពីខាងដើមមកថាចង់បានការពិតឯណានៃរបស់វានោះចំពោះផលចំណេញវិញភាពរហ័សនឹងការយោគយល់អានេះរឿងនេះថាតើវាចំណេញមិនបើយើងចរចាពីភាគីបើថ្នាក់ដឹកនាំប្រទេសទាំងពីរមានទំនាក់ទំនងល្អការដោះស្រាយទ្វេភាគីអាចធ្វើទៅបានលឿនមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញរបស់អន្តរជាតិដែលចំណាយពេលរាប់ឆ្នាំបាទអានឹងគឺមួយផ្នែកវាអាចយល់បានណាបាទក៏ប៉ុន្តែថៃនេះទុកចិត្តមិនបានទេបើបណ្ដាប្រទេសផ្សេងយើងចេះតែចរចាគ្នាទៅ2នាក់កុំឲ្យវែងឆ្ងាយណាខាតពេលវេលាឲ្យដោះស្រាយរួមគ្នាទៅក៏ប៉ុន្តែថៃនេះប្រហែលឆ្នាំហើយដែលយើងចរចាទ្វេភាគីជាមួយថៃនាំរឿងបង្ករឿងបាញ់សម្លាប់ទាហានខ្មែរនោះបាទចំពោះសេដ្ឋកិច្ចនិងច្រកព្រំដែនការដោះស្រាយរវាងបងប្អូនជិតខាងអាចជួយឲ្យច្រកព្រំដែនបើកដំណើរការឡើងវិញបានលឿនដែលផ្ដល់ផលចំណេញដល់អាជីវករនិងឈ្មួញកណ្ដាលដោយគីខាងវិស័យស្រូវអង្ករជាដើមអានេះគឺមានហានិភ័យក៏មានផលចំណេញដែរក៏ប៉ុន្តែសម្រាប់ខ្ញុំគិតថាថៃនេះទុកចិត្តមិនបានទេល្បិចនៅលើខ្មែរច្រើនណាបាទល្បិចកិច្ចកលខ្មែរមិនសេមាត់ទេថៃបំពេញបទឈប់បាញ់ឬក៏កត្តាបំពេញទៅនឹង MOU ដែលឯកឧត្តមទាសេហាធ្លាប់លើកឡើងកាលពីកន្លងទៅរំលោភពេកហើយ600ករណីក៏ថាបានដែរបាទបូករហូតទៅដល់700ករណីក៏មានដែរអានឹងគឺ MOU បាទចំពោះអាស៊ានជាផ្លូវកណ្ដាលវិញការដែលថៃយកព្រមចូលប្រជុំជាមួយអាស៊ាននៅថ្ងៃទី22ខែធ្នូគឺជាការធ្វើសម្បទានមួយអាស៊ានមិនមែនជាភាគីទី3ដែលមានអំណាចបង្គាប់បញ្ជាដោយ UN នោះទេតែជាអ្នកសម្របសម្រួលកម្ពុជាតែងតែចង់បានវ៉ាអន្តរជាតិចូលរួមនៃចំនួនដើម្បីការពារខ្លួនពីការគៀបសង្កត់ការយកបញ្ហានេះទៅកាន់អាស៊ានគឺជាជោគជ័យមួយផ្នែករបស់កម្ពុជានៅក្នុងការទាញពិភពលោកឲ្យមកមើលទង្វើរបស់ថៃបាទឥឡូវគេចាប់ផ្ដើមមើលឃើញបន្តិចម្ដងហើយច្បាស់ទៅហើយមិនមែនព្រាលឯណោះឥឡូវច្បាស់ណាស់ប្រិយមិត្ត UN ក៏មកថ្កោលទោសចំពោះការរំលោភបំពានធ្វើឲ្យប៉ះពាល់ទៅដល់ជនស៊ីវិលកម្ពុជាបាទ18នាក់ហើយដែលបានស្លាប់ជនភៀសសឹកកន្លះលាននាក់បាទហើយ79នាក់រងរបួសពីការបាញ់ផ្លោងរបស់យោធាថៃមកលើប្រជាជនស៊ីវិលកម្ពុជាប្រិយមិត្តបងប្អូនជនរួមជាតិទាំងអស់គ្នានេះគឺជាចំណុចស្លាប់រស់ហើយចង់ចចាទល់មុខព្រោះគេដឹងថាគេខ្លាំងចំណែកកម្ពុជារបស់យើងជានិច្ចកាលតែងតែចង់ឲ្យមានសាក្សីអន្តរជាតិដឹងឮដើម្បីធានាថាការដោះស្រាយគឺផ្អែកលើផ្លូវច្បាប់មិនមែនផ្អែកទៅលើកម្លាំងបាយតើកិច្ចប្រជុំអាស៊ាននាថ្ងៃទី22ខាងមុខនឹងបានអាចក្លាយជាអាជ្ញាកណ្ដាលដ៏យុត្តិធម៌បានដែរឬទេឬគ្រាន់តែជាកន្លែងដែលថៃប្រើសម្រាប់ពន្យល់ពីហេតុផលរបស់គេតែម្ខាង
นี่คือជារឿងដែលឃីមដកស្រង់ពីខាងថៃដែលគេដាក់លក្ខខណ្ឌ3ជំនួយឲ្យកម្ពុជាเนาะថាតើប្រិយមិត្តយល់យ៉ាងណាដែរបញ្ចេញមតិយោបល់ខាងក្រោមបាទ